បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះ podcast ខ្មោចនៅយប់ទី2នេះគឺបានលើកយកនៅសាច់រឿងគួរឲ្យរន្ធត់មួយទៀតហើយមកធ្វើការចែកជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ហើយពេញចិត្តហើយជួយចុច Subscribe ក៏ដូចជាចុចរូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗពី podcast ខ្មោចដោយនៅក្នុងថ្ងៃនេះផងដែរគឺ admin គឺលើកយកនៅសាច់រឿងចំនួន2មកនិយាយសាច់រឿងទី1នោះគឺតាក់ទងជាមួយនឹងខ្មោចកំបិតក្បាលបាទឬក៏អ្នកខ្លះគេនិយាយថាជាគ្រោះកំបិតក្បាលនឹងឯងចំណែកឯរឿងទី2វិញគឺតាក់ទងជាមួយនឹងការយកព្រលឹងមនុស្សដែលអស់បុណ្យបងប្អូនបាទអញ្ចឹងចង់ដឹងថាសាច់រឿងនេះគឺវារន្ធត់ប៉ុណ្ណាគឺបងប្អូនចូលទៅស្ដាប់ទាំងអស់គ្នាដោយរឿងទី1នោះគឺតាក់ទងជាមួយនឹងគ្រោះកំបិតក្បាលហើយរឿងនេះផងដែរគឺជាសាច់រឿងរបស់លោកពូម្នាក់ដែលក៏ស្ថិតនៅក្នុងភូមិមួយគឺស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងតែខ្ញុំគឺសូមមិនបង្ហាញឈ្មោះភូមិទេដោយសារតែខ្លាចប៉ះពាល់ទៅដល់ភូមិស្រុករបស់គេហើយរឿងនេះដែរគឺកាត់ឡើងកន្លងឆ្នាំ2019 2018នឹងបងប្អូនបាទ admin គឺចាំមកច្បាស់ទេគ្រាន់ថារឿងនេះវាកាត់ឡើងរៀងយូរឆ្នាំមកហើយ admin ក៏បានលើកយកនឹងមកធ្វើការសម្រាយចែកជូនអ្នកទាំងអស់គ្នាស្ដាប់សារឡើងវិញបាទនៅក្នុងភូមិមួយគឺមានអ្នកស្រុកអ្នកភូមិគេរស់នៅច្រើនគ្រួសារមែនតែនបងប្អូនរស់នៅគឺសឹងតែ 2-3,000 គ្រួសារឯណោះហើយនៅក្នុងគ្រួសារមួយគឺមានប្តីប្រពន្ធ2នាក់អាយុរបស់គាត់នឹងគឺ40ឆ្នាំជាងបានន័យថាប្តីគឺមានអាយុច្រើនជាងប្រពន្ធប្រហែលជា 4-5 ឆ្នាំប្តីរបស់ស្ត្រីម្នាក់នោះគឺមានឈ្មោះថាអ៊ំរ៉នហើយចំណែកឯប្រពន្ធរបស់គាត់វិញឈ្មោះថាអ៊ំរ៉ែនគាត់ពីរនាក់ប្តីប្រពន្ធនឹងគឺរស់នៅជាមួយគ្នាអស់រយៈពេលជាង20ឆ្នាំមកហើយពួកគាត់ទាំងពីរនាក់នេះគឺបង្កើតបាននៅកូនចំនួន3នាក់ដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់ពួកគាត់ទាំងពីរនាក់កូនរបស់គាត់គឺមានស្រី2នាក់ហើយនិងប្រុសម្នាក់ដោយកូនស្រីច្បង2នាក់គឺជាកូនស្រីចំណែកឯកូនពៅគឺជាកូនប្រុសលុះគាត់រៀបការបានប្រហែលជា2 ទៅ 3 ឆ្នាំគាត់ក៏បង្កើតនៅមុខរបររកស៊ីរបស់គាត់ដូចជាលក់ដូរនំពុម្ពបាទឬក៏ពេលខ្លះគាត់ធ្វើនំបញ្ចុកលក់នៅក្នុងភូមិគាត់ធ្វើលក់នៅក្នុងរោងរបស់គាត់ដែលគាត់ធ្វើនៅមុខផ្ទះផងហើយពេលខ្លះគាត់ក៏ឲ្យកូនរបស់គាត់ហ្នឹងដាក់នំហ្នឹងតាមថាសហើយដើរលក់នៅក្នុងភូមិហ្នឹងអ្នកស្រុកអ្នកភូមិជាច្រើនគឺគេតែងតែជួយទិញនំរបស់គាត់មិនថាចាស់ឬក៏ក្មេងនោះទេគឺគេតែងតែជួយទិញនំរបស់គាត់ដែលហេតុថាគាត់គឺពូកែធ្វើនំខ្លាំងណាស់បងប្អូនគាត់ធ្វើនំលើកណាក៏ឆ្ងាញ់ដែរដូច្នេះហើយគឺតែងតែមានមនុស្សជាច្រើនគេជួយទិញនំរបស់គាត់អ្នកខ្លះគេជួយទិញច្រើនណាស់ដែលហេតុថាក្រុមគ្រួសាររបស់គាត់នឹងគឺជាអ្នកក្រីក្រដូច្នេះហើយគេរៀងអាណិតចឹងហើយគេតែងតែជួយទិញនំរបស់គាត់លុះមិនយូរប៉ុន្មានការរកស៊ីលក់ដូរនំរបស់គាត់ហ្នឹងគឺតែងតែទទួលបាននៅប្រាក់ចំណូលយ៉ាងច្រើនហើយគ្រួសាររបស់ពួកគាត់គឺរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលប៉ុន្តែកន្លងមកជាច្រើនឆ្នាំប្រហែលជា 4-10 ឆ្នាំក្រោយមកគ្រួសាររបស់គាត់គឺចាប់ផ្ដើមធ្លាក់ខ្លួន
cứ đây xa tại đây rồi bỏ quát ông rón cứ quát chập đàm hộp xa hai quát mình hộp xa tích tôi thế bằng bổn cứ quát hộp xa dọc mà chạy tạm đòn quát hộp xa sầu vắng tai rộng rương bọc pun về khla cứ vài bọc pun vài côn hỏi nè khla cứ kê này dây thả ông rón này thì sao ôi tai quát sầu vắng cứ quát tai đào trên bì tè cứ quát mình ở tè thế quát từ phật si từ lên bia nó pe đài chanh bia rồi co chanh là bánh nó pe đài quạt từ lọp mọc theo với cứ quạt tay rồi đường bờ bùn vài bờ bùn chi bờ bùn nó sọc nó phúng kỳ kinh tung vừa rồi bỏ ẩm rón sân tay ro ngày từ hỏi bàn tay đã hai thà quạt cứ chi một nụ bờ mọc được cho nên hỏi cái miền tay bên đào oi quạt từ tan dạ thà cam mà bỏ quạt hôm nay ai krom cua xa bỏ quạt vĩnh cứ quạt tay hàm pram nị dây từ can ông rón nắng tha cầm oi hộp sra pé pru ai cana đại quạt hộp sram đong đó quạt tay vải propon thưa ba propon hơi nằng cồn hôm nay ai ông rón vĩnh nó pê đại quạt mình toàn sờ vấn cứ quạtประกอบ ca nghe thưa sai trong ca bỏ quạt về khá quạt từ bè tuổi reng bà đầm bayយកមកធ្វើលបាយនំបញ្ចុកឲ្យប្រពន្ធរបស់គាត់យកទៅលក់នំបញ្ចុកដើម្បីបានប្រាក់យកមកចិញ្ចឹមគ្រួសារប៉ុន្តែការទៅបេះត្រួយរាំងក៏ដូចជាការទៅធ្វើស្រែចម្ការរបស់គាត់ពេលដែលគាត់ចាក់ចេញពីផ្ទះគឺគាត់តែងតែពិសាស្រាមានន័យថានៅពេលដែលគាត់ទៅស្រែគាត់ត្រឡប់ពីស្រែវិញគឺគាត់តែងតែហូបស្រាហើយគាត់ហូបស្រាជាប្រចាំជារៀងរាល់ថ្ងៃយូរទៅខ្លាចទៅជាទម្លាប់ដូច្នេះហើយបានជាចាស់ថាកុំឲ្យក្មេងវាហូបស្រាព្រោះថាស្រានេះកាលណាដែលយើងផឹកម្ដងជា2ដងទៅគឺវាញ៉ាំដំបូងគឺមិនអីទេប៉ុន្តែបើសិនជាយើងផឹករាល់ថ្ងៃយូរផឹកជាទម្លាប់ទៅវាគឺដូចជាថ្នាំញៀនចឹងបងប្អូនបានន័យថាវាញៀនដូចជាថ្នាំញៀនចឹងបងប្អូនប្រកាសជាធ្លាប់ឃើញអ្នកដែលគេញៀនស្រាហើយនៅពេលដែលញៀនស្រាម្ដងគឺពិបាកនឹងផ្ដាច់ខ្លាំងណាស់គឺពិបាកផ្ដាច់ដូចជាអ្នកញៀនថ្នាំយ៉ាងអញ្ចឹងអ៊ំរ៉នគាត់តែងតែប្រព្រឹត្តនៅអំពើបាទអាវ៉ាសែផឹកស៊ីស្រែកឡូឡាឬជារោគរឿងប្រពន្ធរបស់គាត់នឹងជាប្រចាំថ្ងៃលុះរហូតមកដល់គាត់មានអាយុប្រហែលជា40ឆ្នាំជាងនៅពេលនោះគឺជាវ័យមួយដែលគាត់រៀងចំណាស់ដែរហើយពេលនោះមិនដឹងថាយ៉ាងម៉េចនោះទេបងប្អូនគឺអ៊ំរ៉នហ្នឹងស្រាប់តែគាត់ឈប់ផឹកស្រាគាត់ឈប់ផឹកស្រាមួយរយៈធំគឺចូល3-4ឆ្នាំឯណោះគេបាននិយាយថាគេមិនដែលឃើញអ៊ំរ៉នហ្នឹងទៅផឹកស្រាឬក៏ទៅបាទលេងល្បែងលេងអីឬក៏រករឿងប្រពន្ធនោះទេគឺថា 3-4 ឆ្នាំហ្នឹងគឺគាត់ដូចជាមនុស្សទូទៅយ៉ាងអញ្ចឹងគឺគាត់មិនប៉ះស្រាសំបីតែមួយម៉ាត់ហើយប្រពន្ធហើយនឹងកូនរបស់គាត់នៅពេលដែលឃើញថាអ៊ំរ៉នគាត់ផ្ដាច់ស្រាបានបែបនេះហើយគឺគាត់សប្បាយចិត្តខ្លាំងណាស់ព្រោះតាំងពីដើមមកគាត់ជាមនុស្សប្រមឹកញៀនស្រាហើយនៅពេលដែលឃើញប្តីរបស់គាត់បាទមិនផឹកស្រាមិនជក់បារីបែបនេះគឺគាត់សប្បាយចិត្តខ្លាំងណាស់ហើយអ៊ំរ៉នជាមួយនឹងប្រពន្ធរបស់គាត់បានទៅធ្វើស្រែចម្ការរបស់គាត់ដើម្បីយកស្រូវយកទៅលក់ក៏ដូចជាបានសម្រាប់ទុកគ្រាន់ហូបនិងចិញ្ចឹមគ្រួសាររបស់គាត់ហើយអ្វីដែលគួរឲ្យត្រេកអរបំផុតនោះគឺកូនរបស់គាត់គឺកូនស្រីច្បង
គាត់បានរៀបការជាមួយនឹងបរិសម្នាក់ហើយបរិសម្នាក់នោះគឺគេរស់នៅឯខេត្តផ្សេងពិធីមង្គលការរបស់កូនរបស់គាត់គឺបានចាប់ផ្ដើមឡើងហើយក៏ចប់ទៅវិញពួកគាត់គឺរស់នៅជាមួយនឹងក្រុមគ្រួសាររបស់គាត់នឹងពិតជាមានក្តីសុខខ្លាំងណាស់ហើយចំណែកឯកូនស្រីច្បងដែលរៀបការនោះគឺគាត់មិនបានរស់នៅជាមួយនឹងឪពុកម្ដាយនោះទេគាត់ទៅរស់នៅឯទីក្រុងភ្នំពេញជាមួយនឹងប្តីរបស់គាត់ដោយគាត់ទៅធ្វើការងាររោងចក្រហើយប្តីរបស់គាត់នឹងគឺធ្វើការងារសំណង់ហើយយូរ1ឆ្នាំម្ដងឬក៏2ឆ្នាំម្ដងអញ្ចឹងបានកូនស្រីច្បងរបស់គាត់នឹងគឺមកលេងផ្ទះចំណែកឯផ្ទះរបស់គាត់វិញគឺមានសមាជិក4នាក់ទៀតគឺមានអ៊ំរ៉នអ៊ំរ៉េនកូនស្រីរបស់គាត់ហើយនិងកូនពៅរបស់គាត់ម្នាក់ប្រុសនោះទៀតលុះពេលដែលអ៊ំរ៉នគាត់ឈប់ផឹកស្រាមួយរយៈធំប្រហែលជា3-4ឆ្នាំនោះមិនដឹងជាយ៉ាងម៉េចគាត់ក៏ចាប់ផ្ដើមផឹកស្រាវិញគឺគាត់ផឹកស្រាម្ដងទៀតពេលដែលគាត់ផឹកស្រាលើកនេះគឺធ្ងន់ធ្ងរជាងលើកមុនទៅទៀតលើកមុនគឺគាត់ផឹកស្រាគឺមិនសូវជាខ្លាំងទេប៉ុន្តែលើកនេះគឺគាត់ផឹកស្រាខ្លាំងជាងលើកមុន2ដងមានន័យថាលើកមុនគាត់ផឹកស្រាគាត់រករឿងប្រពន្ធវាយប្រពន្ធបាទប៉ុន្តែលើកនេះគឺអត់ទេគឺខ្លាំងជាងលើកមុនទៅទៀតនៅពេលដែលគាត់ស្រវឹងគឺគាត់តែងតែរករឿងប្រពន្ធជាប្រពន្ធវាយប្រពន្ធបាទហើយដើរចេញបាត់ពីផ្ទះពេលខ្លះគឺអ្វីដែលគួរឲ្យសាហាវបែបនោះទៀតគឺគាត់ស្រវឹងម្ដងគឺគាត់អត់ស្លៀកខោអាវទេបានន័យថាគាត់ដោះខោអាវគាត់ចេញស្មើទោសគឺគាត់មិនស្លៀកខោទេនៅពេលដែលគាត់ស្រវឹងហើយគាត់តែងតែដើរពេញភូមិប្រៀបដូចជាមនុស្សអត់គ្រប់ទឹកយ៉ាងចឹងស្មើទោសបងប្អូនចំណែកឯប្រពន្ធរបស់គាត់នៅពេលដែលឃើញថាប្តីរបស់គាត់អ៊ំរ៉នគឺគាត់ចាប់ផ្ដើមផឹកស្រាខ្លាំងបែបនេះគឺគាត់ពិបាកចិត្តខ្លាំងណាស់គាត់និយាយហាមប្តីជាលើកទី2ថាកុំឲ្យផឹកស្រាខ្លាំងពេកប៉ុន្តែអ៊ំរ៉នវិញគឺគាត់មិនខ្វល់នោះទេគាត់ប្រៀបដូចជាមនុស្សដែលបាក់ទឹកចិត្តមិនដឹងថាគាត់បាក់ទឹកចិត្តរឿងអ្វីនោះទេពីមួយថ្ងៃទៅមួយថ្ងៃគាត់តែងតែផឹកស្រាជាប្រចាំមិនខ្ចីធ្វើការមិនខ្ចីទៅស្រែមិនខ្ចីធ្វើអ្វីទាំងអស់គឺគាត់ផឹកស្រាតាំងពីព្រលឹមរហូតដល់ព្រលប់ពេលខ្លះគឺសឹងតែមិនចង់ចូលផ្ទះទេតតែកូនរបស់គាត់បាទទៅតាមរកគាត់ពេលខ្លះឃើញគាត់នៅកន្លែងផឹកស្រាផ្ទះទៀមឯពេលខ្លះទៀតគឺឃើញគាត់ដេកនៅតាមបាទដងផ្លូវនៅមុខផ្ទះរបស់អ្នកភូមិចំណែកឯអ្នកស្រុកអ្នកភូមិនៅពេលដែលឃើញអ៊ំរ៉នគាត់ដើរដេកទៅពីនៅតាមដងផ្លូវបែបហ្នឹងអ្នកខ្លះក៏គេអាណិតគេជួយលើកគ្រាគាត់ទៅកោះខ្យល់ឬក៏ទៅធ្វើសរសៃអីជាដើមប៉ុន្តែដល់ពេលអ៊ំរ៉នហ្នឹងគាត់ចេះតែប្រព្រឹត្តនៅការផឹកស្រាបាទអាវ៉ាសាបែបនេះអ្នកស្រុកអ្នកភូមិខ្លះគេក៏ស្អប់គេមិនសូវជាចូលចិត្តគាត់ប៉ុន្មាននោះទេហើយមានថ្ងៃមួយនោះគឺអ៊ំរ៉នគាត់ស្រវឹងខ្លាំងមែនទែននៅគាត់បានទៅផឹកនៅផ្ទះទៀមមួយគេហៅថាផ្ទះចិនណាដែលគេលក់ស្រាហ្នឹងជាមួយនឹងបរិសម្នាក់ទៀតដែលជាមិត្តភក្តិរបស់គាត់តាំងពីទូចមកហើយបើនិយាយពីអាយុរបស់គាត់ទាំងពីរនាក់ហ្នឹងគឺអាយុប្រហែលគ្នានោះទេថ្ងៃហ្នឹងគឺគាត់ផឹកស្រាជាមួយគ្នាសុកស្រាប់តែមួយសន្ទុះក្រោយមកមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេគាត់ទាំងពីរនាក់ហ្នឹងក៏បានឆ្លោះទាស់ទែងពាក្យសម្ដីគ្នារួចហើយគាត់ក៏វីគ្នារហូតដល់ផ្ទះទៀមនោះគឺ
របងផ្ទះហ្នឹងក៏បានបាក់តិចទីដោយសារតែពួកគាត់ទាំងពីរនាក់ហ្នឹងគឺគាត់ច្រវាប់គ្នាបាទគាត់ច្រវាប់គ្នាគាត់វាយគ្នាទៅកាច់របងផ្ទះហ្នឹងរហូតដល់របងផ្ទះហ្នឹងគឺបែកបាក់ខ្ទេចហើយអ្នកស្រុកនៅភូមិដែលគេឃើញពួកគាត់វាយគ្នាបែបនេះហើយអ្នកខ្លះគេក៏រត់ទៅជួយខាត់ជួយអីចឹងទៅប៉ុន្តែនៅពេលដែលខាត់ហើយគឺគេឃើញថាអមរនគឺត្រូវបានបរិសម្នាក់ទៀតហ្នឹងវាយបណ្ដាយគាត់ហ្នឹងគឺបែកមុខហើយបាក់ធ្មេញហូរឈាមមកតាមមាត់ពេលហ្នឹងគឺអ្នកស្រុកអ្នកភូមិគេបានយកគាត់ដោយដាក់លើម៉ូតូដុកគាត់យកទៅផ្ទះហើយនៅពេលដែលទៅដល់ផ្ទះហ្នឹងគឺប្រពន្ធកូនរបស់គាត់ហ្នឹងក៏បានបាទកោះខ្យល់ក៏អីហើយលាងរបួសឲ្យគាត់ហ្នឹងហើយបន្ទាប់ពីរងនៅការវាយគ្នាហើយរងរបួសបែបនេះហើយប្រពន្ធគាត់ក៏រៀងបារម្ភដែរព្រោះថាប្តីរបស់គាត់មានរបួសគាត់ខឹងប្តីរបស់គាត់ដែរប៉ុន្តែដល់ខ្លាចថាប្តីរបស់គាត់នឹងស្លាប់ហើយប្តីរបស់គាត់មានរបួសបែបនេះគឺគាត់ចេះតែបារម្ភចេះតែមើលថែទៅព្រោះថាប្តីប្រពន្ធទោះបីជាខឹងគ្នាស្អប់គ្នាយ៉ាងណាក៏មិនដល់ថ្នាក់ទុកគ្នាចោលដោយមិនមើលគ្នាក្នុងពេលដែលមានគ្រោះអាសន្នបែបនេះដែរអាហ្នឹងគឺទឹកចិត្តប្តីប្រពន្ធបងប្អូនបាទទោះជាយើងខឹងគ្នាទោះជាយើងបាទឆ្លោះគ្នាយ៉ាងណាក៏ដោយប៉ុន្តែគឺមិនត្រូវបោះបង់គ្នាចោលនោះទេប្តីប្រពន្ធគឺមានថ្ងៃខ្លះផ្អែមថ្ងៃខ្លះទៅវិញថ្ងៃខ្លះសាបចឹងទៅអាហ្នឹងហើយគឺជាជីវិតប្តីប្រពន្ធដូច្នេះមានតែការអត់ធ្មត់គឺជាជំរើសដ៏ល្អហើយនៅពេលដែលអមរនគាត់ស្វាងពីស្រវឹងឡើងគឺគាត់មិនបានទៅណានោះទេគឺគាត់នៅតែផ្ទះដែលហេតុថាគាត់ឈឺមុខរបួសគាត់ផងហើយណាមួយប្តីប្រពន្ធនោះគឺគាត់បានត្រូវគ្នាគឺគាត់បាននិយាយរកគ្នាធម្មតាហើយចំណែកប្រពន្ធរបស់គាត់គឺនៅថ្ងៃនោះគឺឃើញថាប្តីរបស់គាត់ហ្នឹងគឺធ្វើការងារដូចជាកាប់អុសរែកទឹកបាទដើម្បីជួយប្រពន្ធធ្វើនំលក់ប៉ុន្តែគឺគាត់នឹងបានធ្វើការងារនឹងតែប្រហែលជាមួយអាទិត្យទេបន្ទាប់ពីគាត់ជាមុខរបួសគាត់ហើយគឺគាត់បានទៅផឹកស៊ីដូចដើមយ៉ាងអញ្ចឹងស្រវឹងម្ដងគឺផ្អើលអស់អ្នកស្រុកអ្នកភូមិហើយប្រពន្ធរបស់គាត់នៅពេលដែលឃើញប្តីរបស់គាត់និយាយហាមប្រាមមិនស្ដាប់បែបនេះគឺគាត់រត់តែខំគឺគាត់រត់តែពិបាកចិត្តថែមទៀតចំពោះទង្វើក៏ដូចជាអាកប្បកិរិយារបស់ប្តីគាត់នឹងលុះមួយរយៈពេលធំក្រោយមកគឺមានថ្ងៃមួយគឺអមរនគឺគាត់ផឹកស្រាស្រវឹងដដែលនៅពេលហ្នឹងគឺម៉ោងប្រហែលជា3ទៅ4ល្ងាចអមរនគឺគាត់ដើរនៅក្នុងភូមិគឺគាត់ដើរនៅខាងក្រោយផ្ទះបានន័យថានៅខាងក្រោយផ្ទះរបស់អ្នកស្រុកអ្នកភូមិនៅទីនោះគឺគេមានផ្លូវរទេះគោបាទនៅខាងក្រោយចំណែកឯផ្លូវសម្រាប់មនុស្សជិះម៉ូតូជិះកង់គឺស្ថិតនៅខាងមុខផ្ទះបាទគឺភូមិមួយគឺមានផ្លូវ2ផ្លូវមួយសម្រាប់មនុស្សដើរផ្លូវទី2សម្រាប់រទេះគោសម្រាប់គោយន្តអីគេបើកអីចឹងទៅហើយអមរនគាត់គឺបានដើរនៅខាងក្រោយគឺដើរនៅតាមផ្លូវរទេះគោបាទរទេះក្របីចឹងទៅនៅពេលដែលគាត់ដើរនោះគឺមានបរិសម្នាក់ដែលគាត់កំពុងតែអង្គុយនៅក្រោមដើមឈើមួយគាត់អង្គុយបណ្ដាគាត់ក៏សម្លឹងមកកាន់អមរនបណ្ដាហើយលោកអ៊ំម្នាក់នោះគឺគាត់បាននិយាយថានៅពេលដែលអមរនគាត់ដើរចិត្តទៅដល់គាត់នឹងចម្ងាយប្រហែលជា50ទៅ60ម៉ែត្រដំបូងគឺគាត់ឃើញអមរនធម្មតាទេគឺដើរមកគឺជាមនុស្សធម្មតាប៉ុន្តែនៅពេលដែលដើរមកដល់ជិតគាត់ប្រហែលជា50-60ម៉ែត្រ
គឺគាត់គឺរៀងភ័យបន្តិចដោយសារតែគាត់សម្លឹងទៅកាន់អមរននោះគឺឃើញថាគាត់គឺអត់មានក្បាលទេបងប្អូនបាទគឺគាត់មានតែខ្លួនត្រឹមកចុះមកក្រោមគឺគាត់មិនមានក្បាលនោះទេនៅពេលនោះគាត់គិតថាខ្លួនឯងនឹងស្រវាំងភ្នែករួចហើយគាត់ក៏យកដៃគាត់យកទៅញីភ្នែកប៉ុន្តែនៅពេលដែលគាត់ញីភ្នែកហើយគាត់ឃើញថាអមរនគឺបាទមានក្បាលនៅជាប់នឹងខ្លួនគាត់គឺមិនមានអ្វីចម្លែកនោះទេលុះពេលដែលអមរនគឺគាត់ដើរទៅដល់ចិត្តបរមម្នាក់ហ្នឹងអ៊ំម្នាក់ហ្នឹងគឺគាត់មិនបាននិយាយអ្វីនោះទេហើយនៅពេលដែលអមរនគាត់ដើរបង្ហួសទៅហួសពីបរោះម្នាក់ហ្នឹងទៅស្រាប់តែបរោះម្នាក់ហ្នឹងគឺគាត់បានក្រឡេកទៅកាន់អមរនម្សាទៀតនៅពេលហ្នឹងឃើញថាអមរនគឺអត់មានក្បាលទេគឺអត់មានក្បាលដូចអាពេលមុនដែលគាត់ឃើញគាត់ស្មានតែខ្លួនឯងស្រវាំងភ្នែកប៉ុន្តែនៅពេលនេះគាត់បានឃើញជាលើកទី2ដូច្នេះគាត់គិតថាអមរនគឺកំពុងតែដើរអត់ក្បាលហើយគាត់ច្បាស់ 100% ហើយថាអមរនគឺគាត់មានគ្រោះកំបិតក្បាលហើយនៅពេលដែលលោកអ៊ំម្នាក់នោះគាត់ឃើញថាអមរនគាត់មានគ្រោះកំបិតក្បាលបែបនេះគាត់ក៏បានយករឿងរ៉ាវហ្នឹងទៅប្រាប់ប្រពន្ធរបស់អមរនគឺអមរ៉េននឹងឯងដែលជាប្រពន្ធរបស់អមរនទៅពេលដែលបរោះនឹងទៅដល់ផ្ទះរបស់អមរ៉េនគាត់ក៏បាននិយាយប្រាប់រឿងរ៉ាវហ្នឹងទៅកាន់អមរ៉េនដែលជាប្រពន្ធរបស់អមរនហ្នឹងគាត់និយាយប្រាប់ថាមីរ៉េនគាត់និយាយទៅកាន់អមរ៉េនអញ្ចឹងណាបាទព្រោះថាលោកអ៊ំអ្នកហ្នឹងគឺមានអាយុច្រើនជាងអមរ៉េនអញ្ចឹងហើយទើបគាត់ហៅថាមីរ៉េនអញ្ចឹងទៅបាទស្មាទោសគាត់បាននិយាយប្រាប់អមរ៉េនហ្នឹងថាមីរ៉េនអញមើលទៅប្តីរបស់ឯងដូចជាមិនសូវស្រួលសោះអញឃើញវាដើរក្រោយផ្ទះហ្នឹងគឺអត់មានក្បាលនោះទេអញសង្ស័យថាប្តីរបស់ឯងប្រកាសជាមានគ្រោះកំបិតក្បាលនោះហើយអមរ៉េនដែលជាប្រពន្ធរបស់អមរននៅពេលដែលស្ដាប់ឮសម្ដីរបស់បរោះនឹងនិយាយប្រាប់ហើយគឺគាត់មានការភ័យរន្ធត់ដែរបងប្អូនបាទគឺគាត់រៀងបារម្ភពីប្តីរបស់គាត់ដែរព្រោះថាមួយរយៈធំនេះគឺប្តីរបស់គាត់គឺមិនសូវជានៅផ្ទះនោះទេគឺតែងតែដើរបាត់ពីផ្ទះគឺមិនសូវជាចូលផ្ទះនោះទេតើតែល្ងាចឡើងម៉ោងប្រហែលជា6បាទឬក៏7អីហ្នឹងបានគាត់ត្រឡប់មកផ្ទះវិញហើយនៅពេលដែលត្រឡប់មកផ្ទះលើកណាក៏ប្តីរបស់គាត់ស្រវឹងជោកជាំតែម្ដងហើយបន្ទាប់ពីស្ដាប់ឮបរិមអ្នកនោះនិយាយថាប្តីរបស់គាត់មានគ្រោះកំបិតក្បាលបែបនេះគាត់ក៏មិនបាននិយាយអ្វីទៅកាន់បរិមចំណាស់នោះដែរគាត់ថាគាត់និយាយអរគុណទៅកាន់បរិមអ្នកនោះដែលបានយករឿងរ៉ាវហ្នឹងទៅប្រាប់គាត់ហើយចំណែកឯលោកអ៊ំចំណាស់ម្នាក់នោះគាត់បាននិយាយប្រាប់អ៊ំរ៉េនថាឲ្យអ៊ំរ៉េនហ្នឹងយកប្តីរបស់គាត់យកទៅស្រោចទឹកចេញទៅឬក៏យកទៅឲ្យលោកបាទទស្សទីមើលរិស័យមើលកាលោថាប្តីរបស់គាត់មានគ្រោះមានអីហើយអ៊ំរ៉េនគាត់បាននិយាយប្រាប់ថាមិនអីទេអ៊ំចាំមើលស្អែកអីចាំមើលខ្ញុំនិយាយជាមួយនឹងប្តីរបស់ខ្ញុំឲ្យគាត់ហ្នឹងទៅវត្តដើម្បីឲ្យលោកសូត្រមន្តរំដោះគ្រោះចេញព្រោះថាប៉ុន្មានថ្ងៃហ្នឹងគឺខ្ញុំក៏មានអាការៈដូចជាមិនសូវស្រួលដែរគឺខ្ញុំចេះតែញាក់ភ្នែកស្ដាំហើយចំណែកឯក្នុងចិត្តរបស់ខ្ញុំគឺហាក់ដូចជាមានកង្វល់អ្វីមួយយ៉ាងអញ្ចឹងហើយចាំមើលថ្ងៃស្អែកមើលខ្ញុំនិយាយទៅកាន់ប្តីរបស់ខ្ញុំឲ្យគាត់ទៅវត្តមើលដើម្បីឲ្យលោកស្រោចទឹកស្រោចអីដើម្បីរំដោះគ្រោះអញ្ចឹងណាហើយលោកអ៊ំម្នាក់នោះនៅពេលដែលនិយាយប្រាប់អ៊ំរ៉េនហើយគាត់ក៏អូខេគាត់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញចំណែកឯអ៊ំរ៉េនវិញនៅពេលដែលនិយាយជាមួយនឹងបរិសុទ្ធចំណាស់ម្នាក់នោះហើយ
គាត់ក៏បន្តការងាររបស់គាត់គឺគាត់ធ្វើនំធ្វើអីលក់ជាធម្មតាគឺលក់ឲ្យក្មេងៗលក់ឲ្យចាស់ចាស់នៅក្នុងភូមិនឹងជាធម្មតារបស់គាត់ព្រោះថាមុខរបររបស់គាត់គឺតែប៉ុណ្្នឹងហើយបងប្អូនក្រៅពីធ្វើស្រែចម្ការគឺគាត់លក់នំលក់អីយ៉ាងទៅលុះដល់ថ្ងៃស្អែកឡើងនៅពេលដែលប្តីរបស់គាត់ស្វាងពីស្រវឹងស្នាវិញគឺគាត់បាននិយាយប្រាប់ទៅកាន់អ៊ំរ៉នបាទហើយអ៊ំរ៉េនគាត់និយាយប្រាប់ទៅកាន់ប្តីរបស់គាត់ថាឯងកាលពីម្សិលមិញហ្នឹងគឺមានអ៊ំប្រុសម្នាក់ហ្នឹងគាត់បានមកនិយាយប្រាប់ថាឯងដើរខាងក្រោយផ្ទះហ្នឹងគឺអត់មានក្បាលឯងសង្ស័យថាឯងមានគ្រោះកំបិតក្បាលទេអានេះនៅពេលដែលអ៊ំរ៉េនគាត់និយាយទៅកាន់អ៊ំរ៉នហើយអ៊ំរ៉នគាត់ក៏បាននិយាយបែបមើងងាយបែបប្រមាថអញ្ចឹងណាគាត់ថាវាមិនអាចទេអញនៅតែអញសោះមានគ្រោះក្បិតក្បាលឯណាអញដើរតែអញផឹកស៊ីតែអញទៅអញដើរអញដឹងខ្លួនឯងតាអញមានក្បាលមានអីជាធម្មតាតាឯងចេះតែនិយាយតែហ្មងនេះប្រពន្ធរបស់គាត់នៅពេលដែលស្ដាប់ឮពាក្យសម្ដីដែលប្តីរបស់គាត់ស្ដីបន្ទោសមកឲ្យគាត់វិញបែបនេះគឺគាត់មិននិយាយអ្វីច្រើននោះទេគាត់តែងតែនិយាយលួងប្តីរបស់គាត់ថាឲ្យប្តីរបស់គាត់ហ្នឹងទៅរកលោកដើម្បីស្រែកទឹកចេញមើលរិស័យមើលគីឡូរិស័យធ្លាក់អីចឹងទៅចំណែកឯប្តីរបស់គាត់គឺគាត់ហាក់ដូចជាគាត់នឹងប្រមាថគឺគាត់មិនទៅណាទាំងអស់គឺគាត់មិនទៅឲ្យលោកដើម្បីលើករិស័យឲ្យនោះទេគឺគាត់ក៏បាននិយាយជាមួយប្រពន្ធរបស់គាត់ពី3ម៉ាត់ហើយនៅពេលនោះគាត់ក៏បានដើរចេញពីប្រពន្ធរបស់គាត់ចំណែកឯប្រពន្ធរបស់គាត់ទោះជានិយាយអង្វរក៏គាត់បែបណាក៏ដោយក៏ប្តីរបស់គាត់នឹងមិនស្ដាប់ដែរដូច្នេះហើយមានតែបណ្ដោយតាមយថាកម្មរបស់គាត់ចឹងទៅព្រោះថាប្តីរបស់គាត់នឹងគឺជាមនុស្សប្រមឹកបាត់ទៅហើយទោះជាខំនិយាយយ៉ាងណាក៏គាត់មិនស្ដាប់ដែរលុះប៉ុន្មានជា2-3ថ្ងៃក្រោយមកទៀត2-3ថ្ងៃក្រោយមួយទៀតគឺនៅយប់មួយគឺប្រហែលជាម៉ោង7ល្ងាចម៉ោង6ម៉ោង7ល្ងាចហ្នឹងបងប្អូនបាទទៅពេលនោះគឺអ៊ំរ៉នបាទគាត់កំពុងតែផឹកស៊ីជាមួយនឹងប្អូនប្រុសបង្កើតរបស់គាត់ដែលប្អូនប្រុសបង្កើតរបស់គាត់ហ្នឹងគឺពិការដៃមួយចំហៀងប៉ុន្តែខ្ញុំភ្លេចឈ្មោះប្អូនប្រុសរបស់គាត់បាត់ហើយដឹងត្រឹមថាប្អូនប្រុសរបស់គាត់ហ្នឹងគឺពិការដៃមួយខាងគឺពិការដៃខាងស្ដាំហើយមូលហេតុដែលបណ្ដាឲ្យគាត់ពិការដៃខាងស្ដាំហ្នឹងគឺដោយសារតែគាត់គឺចូលក្នុងម៉ាស៊ីនបាទគឺម៉ាស៊ីនម៉ាសុទ្ធទៅបងប្អូនបាទគាត់ចូលទៅក្នុងម៉ាស៊ីនហ្នឹងបណ្ដាឲ្យចូលទៅក្នុងខ្សែពានម៉ាស៊ីនអញ្ចឹងទៅបណ្ដាឲ្យដៃរបស់គាត់ហ្នឹងគឺដាច់ហើយខ្ញុំគឺសូមមិននិយាយច្រើនទេអំពីពូម្នាក់ហ្នឹងហើយយើងក៏លេចមកមើលសាច់រឿងរបស់យើងវិញនៅល្ងាចនោះគឺអមរនជាមួយនឹងប្អូនបង្ការរបស់គាត់ហ្នឹងគឺកំពុងតែផឹកស៊ីជាមួយនឹងមនុស្សប្រហែលជា2-3នាក់ទៀតនៅឯបាទផ្ទះរបស់គាត់ហ្នឹងហើយនៅពេលដែលផឹកស៊ីហើយគឺឃើញថាអមរនហ្នឹងគឺគាត់បាទមានអាការៈរៀងស្រវឹងងាយខ្លាំងដែរបាទហើយអមរននៅខាងក្រៅផ្ទះរបស់គាត់ហ្នឹងគឺគាត់ធ្វើស្រែហើយស្រែរបស់គាត់ហ្នឹងគឺអឺវាបានរយៈពេលដូចជា 3-4 ខែហើយបាទស្រូវគឺវាធំលូតលាស់ប្រហែលជា 3-4 ខែហើយសំទោសមិនមែន 3-4 ខែទេគឺប្រហែលជា1ខែកន្លះបាទរៀងខ្លីៗដែរបើយើងនិយាយទៅពីដើមស្រូវហ្នឹងគឺបានផលបាទ1ខែជាងហើយបាទចឹងវារៀងនៅទៀបដែរទេវាអត់តន់ចេញផ្លែអត់តន់ចេញផ្កាទេហើយស្រូវរបស់គាត់ហ្នឹងគឺវារៀងទូចដែរទេនៅខាងក្រៅផ្ទះហ្នឹងហើយគាត់បានរៀបហៅថាប្រព័ន្ធឆក់កដុលបាទឆក់កតោគាត់រៀបខ្សែលូសរៀបម៉ូទ័រដើម្បីឆក់កតោដើម្បីកុំឲ្យកតោហ្នឹងវាចូលមកស៊ីស្រូវរបស់គាត់ហើយស្រូវរបស់គាត់ហ្នឹងមិនមែនរៀបតែខ្សែលូសនឹងមួយជាន់ទេគឺ
គាត់បាំងកៅស៊ូបាទបាំងកៅស៊ូមួយជាន់ហើយបានគាត់រៀបខ្សែលួសដើម្បីឆក់កដោហ្នឹងគឺខាងក្រៅមួយជាន់ទៀតគឺទប់ទល់ខ្លាយកដោហ្នឹងស៊ីស្រូវរបស់គាត់ហើយនៅយប់នោះផងដែរគឺគេឃើញថាអមរនគឺគាត់ផឹកស្រាស្រវឹងរៀងជោគជាំដែរហើយថ្ងៃនោះគឺគាត់ឆក់កដោបាទគាត់ឆក់កដោគាត់បើកម៉ូទ័រឆក់កដោហ្នឹងឆក់កដោហ្នឹងបាទកដោនិងកដោហ្នឹងដូចតែគ្នាទេបាទអ្នកស្រុកខ្លះគេហៅកណ្ដុលអ្នកស្រុកខ្លះគេហៅកណ្ដោតែស្រុកអីមិនគេហៅថាកដោទេហើយនៅពេលដែលគាត់ផឹកស្រវឹងបែបនេះប្រពន្ធក៏ដូចជាបងប្អូនប្រុសរបស់គាត់ហ្នឹងគឺបានហាមប្រានគាត់ដែរថាស្រវឹងអញ្ចឹងមិនបាច់ចាំទៅឆក់កណ្ដុលទេមិនបាច់ទៅឆក់កដោទេខ្លាចគាត់ស្រវឹងទៅដើរជន់ខ្សែលួសអីចឹងទៅមិនដើរឆក់ប៉ុន្តែអមរនវិញគឺគាត់អត់ស្ដាប់ទេគាត់អត់ស្ដាប់អ្នកណាទាំងអស់សូម្បីតែប្រពន្ធរបស់គាត់ប្អូនប្រុសរបស់គាត់និយាយហាមប្រាមគាត់មិនឲ្យទៅឆក់យ៉ាងណាក៏ដោយគាត់នៅតែក៏ឃ្លឿនបាទគាត់នៅតែប្រមាថគាត់នៅតែក៏ឃ្លឿនដើម្បីចង់ទៅឆក់កដុលដើម្បីកុំឲ្យកដុលកដៅហ្នឹងវាបាទស៊ីស្រូវរបស់គាត់លុះនៅពេលដែលគាត់ផឹកប្រហែលជាមួយសន្ទុះវេលាខ្ទង់ម៉ោង8អ្នកដែលគេផឹកនៅទីនោះគឺគេចាប់ផ្ដើមបាទត្រឡប់ទៅផ្ទះរបស់គេវិញអស់ហើយអមរនវិញគឺគាត់មិនបានទៅណានោះទេគឺគាត់ទៅខាងក្រៅផ្ទះរបស់គាត់គឺគាត់ដើរទៅដើម្បីទៅមើលកណ្ដុរបាទទៅមើលកណ្ដុរដែលគាត់ឆក់ជាប់ឆក់ងាប់ឬក៏អត់អីចឹងណាបាទហើយម៉ូទ័ររបស់គាត់ហ្នឹងគឺបើកចោលគឺចាប់ជាមួយនឹងអាគុយហើយអមរនគាត់ទៅមើលកដោហ្នឹងបាទមើលម៉ូទ័ររបស់គាត់ហ្នឹងតែម្នាក់ឯងនោះទេទាំងស្ថានភាពរបស់គាត់ហ្នឹងកំពុងតែស្រវឹងស្រាហើយនៅពេលដែលគាត់ទៅមើលកដោតែម្នាក់ឯងបែបនេះប្រពន្ធរបស់គាត់ហ្នឹងក៏មិនបានចាប់អារម្មណ៍នោះដែរមិនបានចាប់អារម្មណ៍ថាប្តីរបស់គាត់ហ្នឹងទៅមើលស្រែខាងក្រៅផ្ទះហ្នឹងដែរគឺបានន័យថាគាត់បានចូលទៅសម្រាកបាត់ទៅហើយគឺនៅតែប្តីរបស់គាត់ដែលផឹកស៊ីនៅខាងក្រោមផ្ទះហើយបន្ទាប់ពីផឹកស៊ីហើយប្តីរបស់គាត់ក៏បានទៅមើលម៉ូទ័រឆក់កដោនៅខាងក្រៅផ្ទះហើយអមរនគាត់បានដើរទៅមើលម៉ូទ័រឆក់កដោរបស់គាត់ទៅលុះយប់ហ្នឹងគឺបានរំលងផុតទៅចំណែកឯប្រពន្ធរបស់គាត់វិញនៅពេលដែលព្រឹកឡើងបាត់ប្តីរបស់គាត់មិនឃើញប្តីរបស់គាត់នឹងមកផ្ទះហ៎ដូច្នេះហើយប្រពន្ធរបស់គាត់នឹងក៏ឆ្ងល់ថាប្តីរបស់គាត់ជំនាញគឺផឹកស៊ីរៀងស្រវឹងដែរដូច្នេះហើយខាងក្រៅផ្ទះគឺកំពុងតែឆក់កដោហើយនៅពេលដែលឆក់កដោបែបនេះសង្ស័យតែប្តីរបស់គាត់គឺទៅមើលម៉ូទ័រទេកាលពីយប់មិញអាហ្នឹងជាការគិតរបស់គាត់លុះគាត់ដើរចុះពីលើផ្ទះហើយគាត់ក៏បានសំដៅទៅខាងក្រៅផ្ទះរបស់គាត់នៅពេលដែលគាត់ដើរទៅដល់ខាងក្រៅផ្ទះរបស់គាត់ឃើញថាម៉ូទ័រដែលគាត់កំពុងតែឆក់កដោចាប់ជាមួយនឹងអាគុយហ្នឹងគឺនៅពេលហ្នឹងគឺអត់ទាន់ដកភ្លើងទេទាំងដែលម៉ោងគឺចូល7ព្រឹកទៅហើយបងប្អូនយើងសាកស្រមៃមើលទៅម៉ោងចូល7ព្រឹកនេះគឺវារៀងបើកថ្ងៃទៅហើយគឺគ្មាននរណាគេចាប់កដុលឬក៏ឆក់កដុលបាទដល់ម៉ោងស្មើនឹងទេប្រពន្ធរបស់គាត់ឃើញបែបហ្នឹងគឺគាត់រត់ទៅដកដង្កាប់ចេញពីអាគុយដើម្បីបិទម៉ូទ័រនឹងកុំឲ្យវាឆក់ទៀតប៉ុន្តែនៅពេលដែលគាត់ទៅដកអាគុយនឹងហើយគាត់ក៏បានដើរមើលកដោដែលវាជាប់ម៉ូទ័រនឹងទៅពេលដែលដើរទៅអ្វីដែលគួរឲ្យរន្ធត់នោះគឺគាត់បានឃើញប្តីរបស់គាត់កំពុងតែដេកស្ដុកស្ដឹងនៅលើភ្លឺស្រែគឺដេកខ្លួនរបស់គាត់ធ្លាក់ចូលទៅបាទលើភ្លឺស្រែបាទខ្លួនរបស់គាត់ទ្រុងហ្នឹងគឺបានដេកកាប់នៅលើភ្លឺស្រែហើយនៅពេលដែលប្រពន្ធឃើញប្តីកំពុងតែដេកនៅលើភ្លឺស្រែបែបនេះ
គាត់ពេលនោះក៏បានស្រែកទំហោយំបាទគាត់ស្រែកទំហោយំយ៉ាងខ្លាំងហើយក៏បានផ្អើលអ្នកស្រុកអ្នកភូមិគេមកជួយមើលនៅពេលដែលអ្នកស្រុកអ្នកភូមិគេមកដល់ទើបគេដឹងថាអំរនគឺគាត់បានស្លាប់បាត់ទៅហើយដោយសារតែគាត់ត្រូវម៉ូទ័រឆក់កដោនឆក់មិនដោយស្លាប់ហើយអាការៈដែលគាត់ឆក់ស្លាប់ហ្នឹងគឺបាទគាត់បានដេកផ្កាប់ទៅលើខ្សែលួសគឺមានន័យថាដេកផ្កាប់ទៅលើខ្សែលួសដែលខ្សែលួសហ្នឹងគឺវាត្រូវនឹងកន្លែងទ្រូងរបស់គាត់បណ្ដាឲ្យមានស្នាមឆក់យ៉ាងខ្មៅហើយឡើងខ្លោចទ្រូងរបស់គាត់នឹងបងប្អូនប្រពន្ធនៅពេលដែលឃើញប្តីបានដេកស្លាប់ដោយជាប់នឹងម៉ូទ័រឆក់កដោបែបនេះពេលនោះគឺគាត់យំរហូតបណ្ដាឲ្យគាត់នឹងសន្លប់បាត់បង់ស្មារតីគឺយំរហូតបណ្ដាឲ្យខ្លួនឯងនឹងសន្លប់ហើយអ្នកស្រុកអ្នកភូមិគេថាគាត់យំសន្លប់រៀងយូរណាស់គឺជិត1 ម៉ោងឯណោះបងប្អូនបាទទើបគាត់ដឹងខ្លួនឡើងមកវិញនៅពេលដែលដឹងខ្លួនឡើងមកវិញគឺឃើញថាខ្លួនរបស់គាត់នឹងកំពុងតែនៅខាងក្រោមផ្ទះរបស់គាត់ហើយមានមនុស្សមកយ៉ាងច្រើនមកឡោមព័ទ្ធផ្ទះរបស់គាត់ហើយនៅស្រុកអ្នកភូមិនៅពេលដែលឃើញថាមីងអំរែនគាត់ដឹងខ្លួនបែបនេះហើយអ្នកខ្លះគេក៏បាននិយាយលួងលោមគាត់ថាកុំឲ្យកើតទុកខ្លាំងពេកប្តីរបស់គាត់បានស្លាប់បាត់ទៅហើយតែអ៊ំរ៉េនគឺគាត់នៅតែយំបាទគាត់នៅតែយំដោយហេតុថាប្តីគាត់ទោះជាយ៉ាងណាក៏ដោយក៏គាត់ស្រឡាញ់ស្មើជីវិតដែរនៅពេលដែលឃើញប្តីរបស់គាត់ស្លាប់បែបនេះគឺគាត់មិនអស់ចិត្តសោះហើយនៅពេលដែលអ៊ំរ៉នគាត់ស្លាប់បែបនេះក៏មានខាងសន្តិសុខភូមិក៏ដូចជាមានប៉ូលីសអីគេមកធ្វើកសោវិច័យគេធ្វើកសោវិច័យទៅលើសាកសពរបស់គាត់ទៅឃើញថាប្តីរបស់គាត់នឹងគឺស្លាប់ដោយសារតែឆក់ខ្សែភ្លើងបាទឆក់ជាមួយនឹងម៉ូទ័រឆក់កដោគឺមិនមែនជាករណីឃាតកម្មទេគឺគាត់ស្លាប់ដោយខ្លួនឯងហើយប៉ូលីសគេក៏បានធ្វើកសោវិច័យហើយក៏ឲ្យបានអ្នកផ្ទះរបស់គាត់នឹងធ្វើបុណ្យទៅតាមប្រពៃណីចឹងទៅលោកពិធីបុណ្យរបស់អ៊ំរ៉នចាប់ផ្ដើមឡើងហើយនៅពេលនោះប្រពន្ធរបស់គាត់គឺបានយំយ៉ាងខ្លាំងបងប្អូនអើយយំយ៉ាងខ្លាំងនៅពេលដែលប្តីរបស់គាត់នឹងបាទស្លាប់ទៅហើយនៅពេលដែលពិធីបុណ្យសពហ្នឹងគឺដល់ពេលមួយដែលប្តីរបស់គាត់ហ្នឹងត្រូវបានគេលើកយកទៅដាក់លើមេនបាទលើកទៅដាក់លើមេនដើម្បីយកទៅបូជាពេលហ្នឹងអ៊ំរ៉េនគឺគាត់មានទឹកមុខយ៉ាងក្រៀមក្រំបាទគឺគាត់មិនយំនោះទេនៅពេលដែលប្តីរបស់គាត់នឹងរៀបនឹងបូជាគឺគាត់អត់យំទេបានន័យថាមនុស្សគឺអាការៈមិនយំចេញពីខាងក្រៅមែនប៉ុន្តែនៅក្នុងចិត្តគឺដឹងច្បាស់ណាស់ប្រកាសជាក្រំទ្រូងស្ទើរតែបែកធ្លាយទៅហើយពិធីបុណ្យហ្នឹងក៏បានប្រារព្ធទៅរហូតដល់ចប់សពគ្រប់អ្នកស្រុកអ្នកភូមិគេក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញអញ្ចឹងទៅហើយនៅពេលដែលអ៊ំរ៉េនគឺពិធីបុណ្យសពរបស់ប្តីរបស់គាត់បានចប់សពគ្រប់ទៅគឺនៅកូនប្រុសរបស់គាត់ម្នាក់ហើយនឹងកូនស្រីរបស់គាត់ម្នាក់គឺគាត់កោសក់បាទស្មាទោសគឺគាត់កោសក់បួសទាំងអស់គ្នាមិនថាបួសជាព្រះសង្ឃទេគឺគាត់កោសក់ដើម្បីកាន់ទុក្ខប្តីរបស់គាត់គឺទាំងបងស្រីទាំងប្អូនហើយនិងម៉ែអញ្ចឹងទៅបាទហើយបន្ទាប់ពីនោះមកទៀតប្តីរបស់គាត់គឺបានលាចាកសិក្ខាលោកបាត់ទៅប្រហែលជា3-4 ថ្ងៃក្រោយមកក្មេងៗដែលវាលេងនៅខាងក្រោយផ្ទះគឺនៅខាងក្រោយផ្ទះរបស់អ៊ំរ៉នហ្នឹងគឺក្មេងៗដែលវាលេងឈូសលុយវាលេងគប់លុយអញ្ចឹងទៅនៅខាងក្រោយផ្ទះហ្នឹងគឺពេលហ្នឹងគឺម៉ោងប្រហែលជា6 ល្ងាច5 ល្ងាចអញ្ចឹងពេលហ្នឹងគឺវារៀងល្ងឹតដែរហើយវាបាននិយាយប្រាប់ថាវាខេងអ៊ំរ៉នក្មេងៗនៅទីនោះវាថាពេលដែលវាលេងឈូសលុយអញ្ចឹងវាថាវាខេងអ៊ំរ៉នគឺដើរចូលទៅក្នុងគុម្ពឫស្សី
ខាងក្រោយផ្ទះរបស់គាត់ដល់ពេលដែលខេងដំបងវាស្មានថាអ៊ំរ៉នហ្នឹងគឺបាទជាមនុស្សហើយដើរទៅខាងក្រោយផ្ទះហ្នឹងគឺដើរចុះទៅមើលស្រែរបស់គាត់ប៉ុន្តែអ្វីដែលវាហួសចិត្តហ្នឹងគឺវាថាអ៊ំរ៉នបានស្លាប់បាត់ទៅហើយហេតុអ្វីបានជាខេងអ៊ំរ៉នហ្នឹងដើរចូលទៅក្នុងគុម្ពឫស្សីហ្នឹងសម្រាប់ដើរចូលទៅបាត់ស្រមោលឈឹងតែម្ដងដល់ពេលហ្នឹងពួកក្មេងៗទាំងអស់ហ្នឹងវាដឹងច្បាស់ថាខ្មោចអ៊ំរ៉នហ្នឹងគឺបានឡងហើយពួកវាគឺបាននាំគ្នារត់ចេញពីទីនោះយ៉ាងលឿនរត់សំដៅទៅកាន់ផ្ទះរបស់វារួចហើយគឺវាក៏បានទៅប្រាប់ឪពុកម្ដាយរបស់វាថាអំបញ្ញមិញនៅពេលដែលវាកំពុងតែលេងឈូហ្នឹងគឺវាបានឃើញអ៊ំរ៉នកំពុងតែដើរចូលទៅក្នុងគុម្ពឫស្សីដើរចូលទៅក្នុងគុម្ពឫស្សីដំបូងវាឃើញថាមានក្បាលប៉ុន្តែនៅពេលដែលវាដើរវាថានៅពេលដែលអ៊ំរ៉នហ្នឹងដើរចិត្តទៅដល់គុម្ពឫស្សីហ្នឹងគឺឃើញថាអ៊ំរ៉នគឺបាត់ក្បាលបាត់គឺក្បាលរបស់គាត់គឺមិនដឹងថាជ្រុះទៅដល់ណាទេគឺគាត់ដើរទាំងគ្មានក្បាលដើរចូលទៅក្នុងគុម្ពឫស្សីបាត់ស្រមោលឈឹងតាំងពីពេលនោះមកក្មេងៗគឺវាលែងហ៊ានដើរទៅលេងនៅកន្លែងខាងក្រោយផ្ទះរបស់គាត់នឹងទៀតហើយព្រោះថាខ្លាចខ្មោចអ៊ំរ៉ននឹងឡងហើយហេតុការណ៍ដែលបានកើតឡើងហ្នឹងគឺឃើញតែប៉ុណ្្នឹងទេបងប្អូនបាទក្រោយមកទៀតគឺគេប្រហែលជាគេធ្វើពិធីរងាប់មិនក៏មិនដឹងទេអេដមីនគឺអត់ដឹងដែរគឺថារឿងហ្នឹងវាយូរដែរអេដមីនអត់សូវចាំទេហើយតាំងពីហ្នឹងមកគឺមិនបានឃើញមានហេតុការណ៍រន្ធត់អីកើតឡើងទៀតនោះទេបាទហើយនេះគឺជាសាច់រឿងទី1ហើយចូលមកដល់សាច់រឿងទី2របស់យើងវិញទី2គឺតាក់ទងជាមួយនឹងបាទយមបាលឬក៏អ្នកដែលគេមកយកបលឹងមនុស្សដែលស្លាប់ហើយបាទបាត់រៀននឹងចិត្តស្លាប់ហ៎បាទរឿងហ្នឹងគឺកើតឡើងទៅលើបាទអតាម្នាក់តាហ្នឹងគឺចំណាស់ប្រហែលជា50ឆ្នាំជាងហើយចូល60ឆ្នាំហើយគាត់មានឈ្មោះថាខ្ញុំសុំឲ្យឈ្មោះគាត់ថាតាក្រូចចុះបាទតាមពិតឈ្មោះហ្នឹងគឺជាឈ្មោះ nickname របស់គាត់ទេគឺអ្នកស្រុកអ្នកភូមិគេហៅឈ្មោះថាតាក្រូចបាទតាមពិតឈ្មោះគាត់របស់គាត់ឈ្មោះពិតរបស់គាត់ឈ្មោះថាតាជេនបាទអញ្ចឹងខ្ញុំហៅឈ្មោះគាត់ថាតាក្រូចចុះតាក្រូចហ្នឹងរឿងហ្នឹងគឺវាមិនវែងប៉ុន្មានទេបងប្អូនបាទខ្ញុំសង្ខេបខ្លីៗបាទព្រោះថាម៉ោងរបស់យើងគឺរៀងវែងដែរអញ្ចឹងខ្ញុំសូមសង្ខេបខ្លីទៅចុះបាទកុំឲ្យវីដេអូហ្នឹងវាវែងតែជេនគឺគាត់បាទជាប្តីរបស់លោកយាយគីបាទខ្ញុំហៅតែយាយគីចុះបាទតែជេនយាយគីបាទបើនិយាយពីអាយុរបស់គាត់ជាង50ឆ្នាំទៅហើយចូល60ឆ្នាំទៅហើយបាទតែជេនគឺការងាររបស់គាត់គឺគ្មានអីទេបាទគឺការងារក្រៅពីធ្វើស្រែចម្ការហ្នឹងគឺគ្មានអីទេក្រៅពីធ្វើស្រែចម្ការហើយគាត់ចិញ្ចឹមគោបាទគាត់ជាអ្នកចិញ្ចឹមគោដែរហើយគោរបស់គាត់ហ្នឹងគឺមាន3-4ក្បាលដែរវាមិនច្រើនប្រមាណនោះទេហើយតែជេនគាត់តែងតែទៅឃ្វាគោរបស់គាត់ហ្នឹងបាទនៅឯចុងភូមិគាត់ទៅឃ្វាគោរបស់គាត់នៅឯចុងភូមិគាត់ទៅស្រែម្ដងគឺគាត់តែងតែយកគោរបស់គាត់ហ្នឹងយកទៅឃ្វាបាទយកទៅឃ្វានៅឯស្រែវាស្រែហ្នឹងហើយតាជេហ្នឹងគឺគាត់ទៅស្រែហ្នឹងគឺគាត់ធ្វើស្រែធ្វើអីដោយកាប់គាស់បាទលើកភ្លឺស្រែលើកអីចឹងទៅកន្លែងណាដែលបាទដីទួលនៅក្នុងស្រែរបស់គាត់ហ្នឹងគាត់យកចប់យកបគីអីយកទៅកាប់ដើម្បីកាប់វាឲ្យស្មើបាទដើម្បីស្រួលធ្វើស្រែធ្វើអីចឹងទៅហើយតាក្រូចហ្នឹងគឺគាត់ទៅស្រែបាទមកពីស្រែវិញគឺគាត់តែងតែទៅមើលគោឬក៏ពេលខ្លះទៀតគឺគាត់តែងតែទៅបាទគេដាក់មងបាទដាក់មងដើម្បីយកត្រីឲ្យប្រពន្ធក៏ដូចជាកូនស្រីរបស់គាត់ហ្នឹងយកមកធ្វើម្ហូបលុះមានថ្ងៃមួយរឿងដែលគួរឲ្យរន្ធត់នោះក៏បានកើតឡើងទៅលើគាត់ហើយរឿងហ្នឹងបើយើង
គិតទៅគឺវាយូរឆ្នាំមកហើយចូល20ឆ្នាំជាងទៅហើយបងប្អូនបាទគឺចូល20ឆ្នាំជាងទៅហើយកាលនោះគឺ admin នៅទូចនៅឡើយទេបាទគឺនៅទូចក្មេងខ្ចីតែម្ដងគឺនៅអាយុប្រហែលជាបាទ4-10ឆ្នាំហ្នឹងឯងបាទគឺទង់10ឆ្នាំចុះបាទពេលហ្នឹងគឺ admin អត់សូវចាំដែរគាត់តែរឿងហ្នឹងវាកាលឡើងជាង20ឆ្នាំទៅហើយពេលនោះគឺមានបាទសំឡេងអ៊ូអសំឡេងភ្ញាក់ផ្អើលមួយកើតឡើងនៅក្នុងភូមិគេបាននិយាយប្រាប់ថាតាចេនគឺបានស្លាប់បាត់ទៅហើយនេះគឺជាសម្ដីរបស់កូនស្រីបង្កើតរបស់គាត់ដែលបាននិយាយប្រាប់ទៅកាន់អ្នកស្រុកអ្នកភូមិហើយអ្នកស្រុកអ្នកភូមិគេក៏បានយកដំណឹងហ្នឹងទៅប្រាប់បាទអ្នកស្រុកអ្នកភូមិដែលនៅក្នុងនោះគ្រប់គ្នារហូតដល់នៅក្នុងភូមិហ្នឹងអ្នកណាក៏គេដឹងដែរថាដំណឹងដែលតាជៀនស្លាប់ហ្នឹងគឺបានលឺខ្ទោខ្ទាលឡើងពេញភូមិតែម្ដងសម្បីតែ admin ក៏បានលឺដែរនៅពេលនោះអ្នកស្រុកអ្នកភូមិគេក៏បានផ្អើលឈូឆរនាំគ្នាដើរសំណើទៅកាន់ផ្ទះរបស់តាក្រូចហ្នឹងហើយនៅពេលដែលដើរទៅដល់ផ្ទះតាក្រូចហ្នឹងទាំង admin អីក៏បានទៅដែរបាទទៅមើលថាតាក្រូចហ្នឹងគាត់បានស្លាប់ដោយសារអ្វីព្រោះថាតាជេនសំទោសតាក្រូចបាទប៉ុន្តែយើងហៅតាជេនក៏ត្រូវដែរព្រោះថាតាជេនហ្នឹងឈ្មោះដើមរបស់គាត់ចំណែកឈ្មោះកលៃរបស់គាត់ហ្នឹងគឺឈ្មោះតាក្រូចអញ្ចឹងបងប្អូនកុំប្រកាន់អីបាទពេលខ្លះខ្ញុំហៅតាជេនពេលខ្លះខ្ញុំហៅតាក្រូចហ្នឹងបងប្អូនប្រកាសជាដឹងហើយព្រោះថាឈ្មោះហ្នឹងឈ្មោះតែមួយទេរបស់គាត់បាទ admin ហើយនិងអ្នកស្រុកអ្នកភូមិនោះក៏បានដើរសំណើទៅកាន់ផ្ទះរបស់តាក្រូចនោះដើរទៅមើលថាតើគាត់នឹងស្លាប់ដោយសារអ្វីប្រកបហើយនៅពេលដែលទៅដល់កូនរបស់គាត់បាទប្រពន្ធរបស់គាត់ហើយនឹងកូនចៅរបស់គាត់ជាច្រើនទៀតបាទបានយំសោកបាទយ៉ាងខ្លាំងដោយសំណោះតាក្រូចនឹងហើយនៅពេលដែលអ្នកស្រុកអ្នកភូមិគេមកដល់គេក៏បាននិយាយប្រាប់តគ្នាថាតាក្រូចហ្នឹងគឺគាត់ស្លាប់ដោយសារតែខ្យល់កបានន័យថាគាត់អត់អាហារអញ្ចឹងទៅបណ្ដាឲ្យវិលមុខអញ្ចឹងទៅខ្យល់កដួលស្លាប់នៅឯស្រែរបស់គាត់ឯណោះគឺគាត់មិនមែនស្លាប់នៅក្នុងភូមិហ្នឹងទេគឺស្លាប់នៅឯបាទដីស្រែរបស់គាត់ឯណោះនៅឯចុងភូមិហើយនៅពេលដែលកូនរបស់គាត់បាទបានដឹងថាតាក្រូចហ្នឹងគាត់ស្លាប់ដោយសារតែខ្យល់កបាទវិលមុខដួលនៅឯស្រែបែបនេះហើយនៅកូនរបស់គាត់ហ្នឹងគឺពិតជាសោកស្ដាយយ៉ាងខ្លាំងដែលឪពុករបស់គាត់គឺមិនបានឈឺអ្វីតទៅសោះបាទគឺគាត់មិនបានឈឺមិនបានអីនោះទេបានន័យថាគាត់ទៅស្រែស្រាប់តែខ្យល់កស្លាប់នៅឯស្រែហ្នឹងចឹងហើយវាពិតជាដំណឹងមួយដែលគួរឲ្យសោកស្ដាយខ្លាំងមែនតើมันគួរណានៅសុកបាទឪពុករបស់គាត់នឹងគឺបានស្លាប់ទៅលឿនបែបនេះនោះសោះបន្ទាប់ពីយំសោកបាទអស់ចិត្តអស់ចង់ហើយគឺដល់ពេលវេលាមួយដែលត្រូវថាធ្វើបន់ឲ្យតាក្រូចនឹងហើយការចំនួននោះពិធីបន់សពគឺគេមិនធ្វើយូរនោះទេបងប្អូនបាទគឺគេប្រពឡើងគឺមួយថ្ងៃបាទមួយថ្ងៃហ្នឹងគឺចប់បាត់ហើយព្រោះថាវាជាពិធីបន់សពមួយគឺបន់សពខ្មោចតៃហោងចឹងហើយគេអត់ធ្វើយូរទេគេមានជំនឿចឹងថាឲ្យតែមនុស្សណាដែលស្លាប់តៃហោងគឺគេអត់ធ្វើបន់រហូតដល់2ថ្ងៃទេចឹងយ៉ាងយូរត្រឹម1ថ្ងៃកន្លះឬក៏1ថ្ងៃហ្នឹងអស់ហើយចឹងអត់ធ្វើយូរទេហើយថ្ងៃនោះគេក៏ចាប់ផ្ដើមធ្វើពិធីបុណ្យឲ្យតាក្រូចហ្នឹងគឺធ្វើតាមមួយថ្ងៃគត់គឺគាត់ស្លាប់ចឹងគឺពេលព្រឹកបាទគាត់ស្លាប់ពេលព្រឹកហ្នឹងខ្ទង់ប្រហែលជាម៉ោង10ម៉ោង11 12ថ្ងៃត្រង់ឯងព្រឹកថ្ងៃត្រង់ហ្នឹងបាទហើយពិធីបុណ្យសពរបស់គាត់គឺគាត់បូជានៅពេលបាទពេលល្ងាចខ្ទង់ប្រហែលជាម៉ោង6ម៉ោង5ម៉ោង6ល្ងាចហ្នឹងហើយដំបូងឡើយនៅពេលដែលពិធីបុណ្យសពហ្នឹងគេហែសពរបស់គាត់យកទៅបូជានៅខាងក្រោយផ្ទះហ្នឹងគឺអត់បូជាណាឆ្ងាយទេគឺកាលនោះគេជីកដីធ្វើជាឡតតម្កដើមជ័យដើមអីចឹងណាបាទគឺអត់មានអីទេចំនួនហ្នឹង
គឺគេបូជាដោយជីកដីជីករណ្ដៅចឹងទៅហើយរៀបដើមចេកនឹងកធ្វើទីឡតធ្វើអីចឹងទៅគេលើកមកឈូសសពហ្នឹងយកទៅដាក់លើហ្នឹងទៅហើយគេដាក់អស់ដាក់អីហើយបូជាចឹងទៅបាទសម័យហ្នឹងគឺវាអត់ទំនើបប្រហែលទេមានតែវិធីហ្នឹងទេដើម្បីបូជាសពមិនដូចជាសម័យឥឡូវទេគេមានមេនមានអីចឹងណាហើយនៅពេលដែលពិធីបូជាសពរបស់តាក្រូចនឹងចាប់ផ្ដើមមកដល់លោកអាចារ្យគាត់ក៏បានសូត្រមន្តសូត្រអីប្រោះព្រំដង្ហែសពដង្ហែអីចឹងទៅដើម្បីយកសពហ្នឹងយកទៅបូជាលុះនៅពេលដែលយកសពហ្នឹងយកទៅបូជាហើយលោកតាអាចារ្យគឺបូជាប្រហែលជាបាទ2-3 ម៉ោងគឺឃើញថាសពរបស់គាត់អត់កាន់ភ្លើងបាទសពរបស់គាត់អត់តោងភ្លើងសពអត់តោងភ្លើងហ្នឹងបានន័យថាសពហ្នឹងគឺវាអត់ឆេះទេណាបងប្អូនទៅចំណាំកន្លែងហ្នឹងសពអត់តោងភ្លើងគឺមានថាសពហ្នឹងវាអត់ឆេះវាឆេះដែរគាត់ថាវាឆេះតិចតួចឬក៏ឆេះហើយនៅសល់អីចឹងទៅចំណែកដែលនៅសល់ហ្នឹងគឺវាអត់ឆេះហើយនៅពេលដែលលោកតាអាចារ្យគាត់បាននិយាយប្រាប់បងប្អូនក៏ដូចជាសាច់ញាតិរបស់តាក្រូចហ្នឹងឲ្យទៅសុំខមាទោសគាត់ទៅបើចង់ឲ្យគាត់ទៅកាន់សុគតិភពហើយដើម្បីឲ្យសពរបស់គាត់ហ្នឹងបូជាឆេះល្អហើយក្រុមគ្រួសារក៏ដូចជាបើកូនរបស់គាត់ហ្នឹងក៏បានទៅបើឲ្យធូបលួចជង្គង់ថ្វាយបង្គំទៅកន្លែងសពដែលគាត់បូជាហ្នឹងសុំខមាទោសតាក្រូចហ្នឹងហើយសពរបស់គាត់ហ្នឹងស្រាប់តែបូជាឆេះជាធម្មតាបាទគឺបូជាឆេះឡើងខ្ទេចតែម្ដងគឺអត់មានសល់ចំណែកណាដែលបូជាអត់ឆេះទេបន្ទាប់មកទៀតពិធីដែលគេបាទរើធាតុដាក់កោដ្ឋហ្នឹងក៏បានចាប់ផ្ដើមឡើងហើយក្រុមគ្រួសារក៏បានរើធាតុរើអីហ្នឹងហើយក៏បានប្រគល់ទៅឲ្យម្ដាយរបស់គាត់ដែលឈ្មោះថាយីគីបាទយកកោដ្ឋក៏ដូចជាយកធាតុរបស់គាត់នឹងយកទៅរំកល់ទុកកន្លែងណាក៏បានដែរឲ្យតែសមរម្យលុះហេតុការណ៍ដែលបានកាត់ឡើងតាំងពីលើកនឹងកាត់ឡើងហើយអ្នកស្រុកអ្នកភូមិគេក៏ធ្វើនៅពិធីមួយគឺគេធ្វើពិធីបាទបុណ្យ7ថ្ងៃទៅឲ្យតាជេនឬក៏តាក្រូចនឹងគឺសពរបស់តាជេននឹងគឺបានស្លាប់អស់រយៈពេល7ថ្ងៃទៅហើយចឹងហើយគឺជាថ្ងៃមួយដែលគេត្រូវធ្វើពិធីបុណ្យបើខួប7ថ្ងៃបាទគេថាបុណ្យ7ថ្ងៃអ្នកស្រុកអ្នកភូមិខ្លះគឺគេនិយមហៅបែបហ្នឹងហើយអ្នកស្រុកអ្នកភូមិគេក៏បានមកចូលរួមពិធីបុណ្យ7ថ្ងៃរបស់តាក្រូចហ្នឹងបន្ទាប់ពីធ្វើបុណ្យ7ថ្ងៃចប់រួចរាល់សពគ្រប់ហើយក្រុមគ្រួសាររបស់តាក្រូចហ្នឹងបាទប្រពន្ធរបស់តាក្រូចក៏ដូចជាកូនស្រីរបស់គាត់ហ្នឹងក៏ត្រឡប់មករស់នៅឯផ្ទះរបស់តាក្រូចហ្នឹងវិញហើយតាំងពីនោះមកគឺមិនឃើញមានហេតុការណ៍អ្វីកើតឡើងនោះទេអស់រយៈពេលគឺជិត1ឆ្នាំហើយណោះមានថ្ងៃមួយគឺអេដមីនជួបផ្ទាល់តែម្ដងបងប្អូនគឺជួបផ្ទាល់ហ្នឹងមិនដឹងថាជាខ្មោចលងឬក៏ជាអ្វីនោះទេគឺដោយសារតែតាជេនឬក៏តាក្រូចហ្នឹងគាត់ស្លាប់យូរដែរបាទមួយឆ្នាំជាងហើយនៅពេលមួយដែលអេដមីនគឺបាទទៅរកឆ្លោះកង្កែបដែរឆ្លោះកង្កែបហ្នឹងគឺទៅឆ្លោះនៅខាងក្រោយផ្ទះរបស់តាក្រូចហ្នឹងបាទគឺកន្លែងដែលគេបូជាសពរបស់តាក្រូចហ្នឹងបាទព្រោះខ្លួនឯងហ្នឹងគិតថាតាក្រូចក៏ស្លាប់យូរហើយអញ្ចឹងប្រហែលជាព្រលឹងរបស់គាត់ហ្នឹងទៅចាប់ជាតិទៅចាប់កំណើតបាត់ទៅហើយអញ្ចឹងវាមិនជាមានអីរន្ធត់អីចឹងណាបាទហើយនៅពេលហ្នឹងគឺយប់ទោះបីជាម៉ោង9ម៉ោង10ជប់ហ្នឹងហើយ admin គឺពេលហ្នឹងគឺកាន់ជំពាមមួយហើយនឹងកាន់ស្នោសម្រាប់ចាក់កង្កែបបាទនៅខាងក្រោយផ្ទះរបស់គាត់ហ្នឹងគឺមានស្រះទឹកមួយហើយនៅ
ជុំវិញស្រះទឹកហ្នឹងគឺវាមានដើមថ្កូវមួយយ៉ាងធំកម្ពស់វិញគឺចូល30-40 ម៉ែត្រឯណោះនិយាយអំពីដើមថ្កូវនៅវិញគឺវាមានទំហំធំគ្រាន់បើដែរបាទគឺសឹងថាមកអោបរបស់ admin ហ្នឹងណាបាទ admin យកដៃទៅអោបប្រហែលជាជុំបាទដើមថ្កូវហ្នឹងនៅពេលហ្នឹងគឺ admin ដើរសុកក៏បានឃើញកង្កែបមួយយ៉ាងធំគឺនៅមាត់ច្រាំងស្រះហ្នឹងបាទ admin ក៏បានយកស្នងទៅចាក់ទៅលើកង្កែបហ្នឹងនៅពេលដែល admin ចាក់ត្រូវមកស្នងនោះហើយវាយំឌូឆ្មាអញ្ចឹងវាយំម៉ៅហើយអានេះគឺ admin ជួបផ្ទាល់ណា admin មិនមែនបាទនិយាយកុហកទេគឺ admin ជួបផ្ទាល់តែម្ដងព្រោះថាតាជេនតាក្រូចនឹងឬក៏តាជេននឹងគឺគាត់គឺជាអ្នកស្រុកនៅភូមិជាមួយនឹង admin នឹងឯងគាត់ដាក់ផ្ទះនៅរៀងឆ្ងាយគឺប្រហែលជា300-400 ម៉ែត្រពីគ្នាហើយ admin គឺដើររកកង្កែបព្រោះគាត់ថានៅកន្លែងក្រោយផ្ទះរបស់តាជេនហ្នឹងគឺវាមានស្រះហើយមានស្រះបែបហ្នឹងគឺច្បាស់ណាស់កង្កែបគឺវានៅក្នុងហ្នឹងឬក៏នៅគៀនហ្នឹងចឹងហើយ admin គឺទៅរកកង្កែបនៅក្បែរហ្នឹងទាំងដែលនៅពេលហ្នឹងគឺជាខែទឹកឡើងខែទឹកឡើងខែឧស្សាហ៍ហើយទឹកហ្នឹងវាចូលមកដល់ខាងក្រោយផ្ទះហ្នឹងចូលមកដល់មាត់ស្រះអញ្ចឹងដូច្នេះហើយកង្កែបគឺវាសម្បូរណាស់បាទសម្បូរណាស់គឺដោយសារតែទឹកលិចរុនរបស់វាអញ្ចឹងហើយវាមកនៅដីគោកបាទនៅដីគោកហើយកន្លែងភ្លឺស្រះហ្នឹងវាមិនគោកវាធ្វើរុនធ្វើអីនៅហ្នឹងទៅកង្កែបហ្នឹងនៅពេលដែល admin ចាក់បាល់កង្កែបហ្នឹងគឺកង្កែបហ្នឹងគឺវាយំឌូឆ្មាយំយ៉ាងបងប្អូនបាទហើយ admin គឺឆ្ងល់ខ្លាំងមែនតើមិនដែរអាណាកង្កែបណាយំដូចឆ្មាទេជាធម្មតាកង្កែបវាយំអោកអញ្ចឹងទៅប៉ុន្តែនេះគឺអត់ទេគឺវាយំម៉ៅឌូឆ្មាអញ្ចឹង admin នៅពេលហ្នឹងគឺរៀងបុកពោះដែរកែបឯណាវាយំម៉ៅដូចឆ្មាអញ្ចឹងណាបាទនៅពេលហ្នឹងគឺ admin ក៏បានចាក់កង្កែបនឹងជាប់ហើយដាក់ចូលទៅក្នុងបេលុះប្រហែលជាមួយសន្ទុះក្រោយមក admin ក៏បានបាទដើរឆ្លោះកង្កែបនឹងទៀតប៉ុន្តែឆ្លោះហ្នឹងពេលហ្នឹងគឺ admin ស្ទើរតែព្រលឹងហោះទៅស៊ីព្រលឹងបាត់ហើយព្រោះថានៅដើមថ្កូវបាទ admin ទៅឆ្លោះកង្កែបនៅក្នុងដើមថ្កូវមួយអាដើមថ្កូវដែល admin ប្រាប់មិញហ្នឹងដើមថ្កូវហ្នឹងគឺវាធំមែនតើបាទហើយខ្ពស់ប្រហែលជា30-40 ម៉ែត្រ admin ដើរលេងភ្ញាក់ព្រឺតដោយសារតែសំឡេងអ្វីមួយយ៉ាងវាលឺនៅលើដើមថ្កូវហ្នឹងលឺប្រេះប្រោកហើយ admin ដំបងស្មានតែស្អីគេ admin ក៏បាននេះបាទច្រវាច់ពិលទៅលើដើមថ្កូវហ្នឹងគឺឃើញស្អីគេលបភុំពណ៌ខ្មៅប្រេះប្រោកនៅលើហ្នឹងadmin ពេលហ្នឹងគឺស្មានតែខ្មោចលងដល់ពេល admin ច្រវាច់ពិលទៅមើលច្បាស់ចុះឡើងទៅទើបដឹងថានៅលើដើមថ្កូវហ្នឹងគឺជាសត្វខ្លែងស្រាកបងប្អូនបាទគឺសត្វខ្លែងស្រាកគឺវានៅលើដើមថ្កូវហ្នឹងនៅពេលហ្នឹងគឺ admin រៀងភ័យបុកពោះដែរព្រោះថាពេលដែល admin ច្រវាច់ពិលទៅលើដើមថ្កូវហ្នឹងគឺឃើញភ្នែកខ្លែងស្រាកហ្នឹងគឺវាធំមែនតើប៉ុនពងមាន់ខ្លែងស្រាកហ្នឹងគឺថាធំមែនតើបើនិយាយពីទម្ងន់របស់វាវិញចូល 3-4 គីឡូឯណោះមើលទៅគឺធំមែនតើគឺវាទៅទះស្លាប់ឬប្រេះប្រោកនៅលើដើមថ្កូវហ្នឹងហើយពេលហ្នឹងគឺ admin នឹងច្បាស់ហើយថាតាមពិតមិនមែនជាខ្មោចលងទេតាមពិតគឺជាសត្វខ្លែងស្រាកដែលវាមកនៅលើដើមថ្កូវហ្នឹងបាទហើយពេលហ្នឹង admin ក៏ធ្វើអារម្មណ៍មកធម្មតាវិញគឺឈប់ភ័យឈប់អីព្រោះថាមិញនៅពេលដែលឮសំឡេងប្រេះប្រោកហើយអាសំឡេងកង្កែបនឹងវាយំដូចឆ្មាផង admin ភ័យចុងប្រកាច់ដំបងតែដល់ពេលដឹងថាវាជាសត្វខ្លែងស្រាកអញ្ចឹងទៅ admin ក៏រៀងបាត់ភ័យមកវិញបន្តិចរួចហើយក៏ធ្វើជាអារម្មណ៍ធម្មតាមកវិញហើយ admin ក៏មិនចាំយូរដែរបាទគឺជើងពីរវិញដើរលឿនដូចជាបាទគោយន្តគេបើកដាក់លេខ3បាទដើរលឿនខ្លាំងមែនតើបាទគឺដើរមិនងាកក្រោយទេគឺសក់អាណាក្បាលនឹងហើយ
mình cứ phơi vô ngọt ấy nơi vừa ấy tiết mi tàu rốt mật tèo bên những ấy bà hay xảy rừng bò dướng giống mấy đá của con bà pi xảy rừng tim muối tẹt tông cho mùi nâng bà cứ ruột cả bọt các bà hay xảy rừng thì pi nâng cứ bà tẹt tông cho mùi nâng kê mà vô bà lăng vô ấy nâng hay admin flip phép tiết thà kê vô bà lăng tại tạc rồi nâng đau được biệp nà bọn bọn á cứ trong flip này dày rừng nâng phép thua lại ta này dày pi xảy rừng bà tạc rồi nâng đại quạt slap cho cầu á nhưng play phép thà tá kia mà vô bà lăng bà quạt nâng đau được biệp nà bà và lấy nhưng xong bỏ khởi mình tí sẵn á bà nằm bây bọn bọn rồi ta cruy nâng nửa bây là quạt bà slap mình toàn mang from piថ្ងៃណាបាទទៅពេលហ្នឹងគឺប្រឡឹងរបស់គាត់ហ្នឹងស្ដាប់តាមមកបញ្យល់សពមកបញ្យល់សពឲ្យប្រពន្ធរបស់គាត់នោះគឺយីគីបាទបញ្យល់សពរបស់ឲ្យប្រពន្ធរបស់គាត់ហ្នឹងដឹងថាគាត់ហ្នឹងគឺស្លាប់មិនមែនស្លាប់ដោយសារតែខ្យល់កោឬក៏វិលមុខអីទេប្រឡឹងរបស់គាត់ហ្នឹងគាត់មកបញ្យល់សពប្រពន្ធរបស់គាត់អញ្ចឹងណាបាទគាត់ថានៅពេលដែលគាត់កំពុងតែកាប់ដីហ្នឹងគឺមិនដឹងថាមានអ្វីម្យ៉ាងទេមកវាក្បាលរបស់គាត់បាទគឺមកវាចំកញ្ចឹងករបស់គាត់ខាងក្រោយបណ្ដាឲ្យគាត់ទៅពេលហ្នឹងគឺបាត់បង់ស្មារតីស្លាប់បាត់បង់ស្មារតីភ្លាមតែម្ដងហើយតាជៀនឬក៏តាក្រួយហ្នឹងគាត់ស្លាប់បាត់បង់ស្មារតីហ្នឹងរហូតគាត់បាត់បង់អាយុជីវិតគាត់ដាច់ខ្យល់អញ្ចឹងទៅហើយនៅពេលដែលគាត់ដាច់ខ្យល់ហ្នឹងគឺពេលនោះគឺគាត់ឃើញមានបរោះចំនួន2នាក់គឺមានដំបងមានធំមានរាងខ្មៅហើយស្លៀកពាក់វិញដូចជាយមបាលអញ្ចឹងនៅពេលហ្នឹងគឺគាត់ដឹងហើយថាខ្លួនរបស់គាត់ហ្នឹងគឺបានស្លាប់ហើយអ្នកដែលវីក្បាលគាត់ពីក្រោយហ្នឹងគឺជាយមបាលអញ្ចឹងណាបាទដែលថាគាត់គឺដល់ពេលដែលត្រូវអស់ជីវិតអញ្ចឹងទៅគេមកយកគាត់ហើយមកយកនោះគឺវាយគាត់ពីក្រោយម្ដាយគាត់ស្លាប់អាហ្នឹងគឺជាបាទពាក្យសម្ដីដែលប្រពន្ធរបស់គាត់នឹងនិយាយប្រាប់ខ្ញុំអញ្ចឹងណាបាទថានៅពេលដែលប្តីរបស់គាត់មកបញ្យល់សពគាត់ហ្នឹងថាគាត់មិនមែនស្លាប់ដោយសារតែខ្យល់កអីនោះទេគឺមានគេមកយកគាត់ហើយអ្នកដែលមកយកគាត់ហ្នឹងគឺជាយមបាលហើយចោលមកពេលហ្នឹងដែលគាត់និស័យដាក់ហើយគាត់ត្រូវអស់ជីវិតផងដូច្នេះបណ្ដាលគាត់នឹងស្លាប់បាត់បង់ជីវិតទៅអាហ្នឹងគឺជាសាច់រឿងទី2បាទអញ្ចឹងសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបើសិនជាមានពាក្យពេចន៍លើសលួសឬក៏ខុសឆ្គងត្រង់ចំណុចណាមួយក៏សូមមេត្តាខន្តីអភ័យទោសចំពោះបងប្អូនទាំងអស់គ្នាផងដែរបាទព្រោះថា admin គឺមិនសូវជាបកកែនិយាយទេ ហើយ admin គឺដឹងរឿងរ៉ាវហ្នឹងគឺពីអ្នកស្រុកអ្នកភូមិក៏ដូចជាសាច់ញាតិជនរងគ្រោះគេបានប្រាប់ចឹងទៅហើយក៏មានអ្នកស្រុកអ្នកភូមិទៀតគេក៏បាននិយាយប្រាប់ admin ហើយ admin ឮតពីគេដែរអញ្ចឹងក៏ admin ធ្វើជាវីដេអូនេះដើម្បីបាននិយាយប្រាប់ទៅកាន់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាស្ដាប់ជាការកំសាន្តទៅបាទមិនបាច់ចាំជឿមិនបាច់ចាំអីទេអានេះហាក់យើងគ្រាន់តែទុកជាការកំសាន្តអារម្មណ៍បាទពេលយើងសម្រាប់ពីការងារចឹងទៅស្ដាប់លេងចឹងទៅហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលា